ដើម្បីយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមុននឹងយើងធ្វើការនិទានរឿងក៏សំណុំពរទៅកាន់អ្នកទាំងអស់គ្នាថាយើងធ្វើជាមនុស្សយើងកុំលោភលន់ខ្លាំងពេកណាបងប្អូនយើងកុំលោភលន់ពេកដោយសារតែការលោភលន់ខ្លះវាអាចនឹងថាការលោភលន់ខ្លះវាអាចធ្វើឲ្យយើងបរាជ័យវាអាចធ្វើឲ្យយើងបាត់បង់គ្រប់បែបយ៉ាងណាអញ្ចឹងយើងកុំលោភលន់ខ្លាំងពេកអ្នកទាំងអស់គ្នាអញ្ចឹងរឿងមួយនេះគឺខ្ញុំទទួលបានពីបងស្រីម្នាក់ដែលគាត់បានឆាតមកប្រាប់ខ្ញុំហ្នឹងបច្ចុប្បន្នបងស្រីគាត់មិនមែនជាអ្នកដែលនៅខ្មែរទេអ្នកនរនេះគាត់មិនមែននៅខ្មែរទេណាគាត់មានឈ្មោះថាថងមាសដែលគាត់នឹងជាបងប្អូនខ្មែរកាត់ឡាវដោយសារឪពុករបស់គាត់នឹងគឺជាជនជាតិឡាវហើយរឿងហ្នឹងគឺបានកើតឡើងនៅចំនួនតារបស់គាត់យាយរបស់គាត់ម្លេះអ្នកនរនេះនៅតាំងពីអំឡុងឆ្នាំ1950ជាងមកជួយរឿងហ្នឹងដែលរឿងហ្នឹងកើតឡើងនៅចំនួនអញនិយាយថាចំនួនតាគាត់យាយគាត់តែបច្ចុប្បន្នបងស្រីថងមាសគឺគាត់រស់នៅក្នុងសហរដ្ឋអាមេរិកតែគាត់បានចែករំលែករឿងរ៉ាវហើយគាត់ក៏អាចនិយាយបានថាអ្នកទាំងអស់គ្នាជាសាច់រឿងមួយដែលខ្ញុំអាចថាលើកយកមកចែកជូនអ្នកទាំងអស់គ្នាដោយសារតែរឿងហ្នឹងវាប្រកបជាមួយនឹងរឿងខ្មោចផងរឿងការដែលយើងជាមេរៀនមួយជាការព្រៀនបដៅយើងមួយដែរអ្នកទាំងអស់គ្នាអញ្ចឹងបងស្រីគាត់ផ្ដាំឲ្យខ្ញុំនិយាយហ្នឹងក៏គាត់មិនមែនទៅបង្ខំអ្នកទាំងអស់គ្នាឲ្យជឿអីដែរគ្រាន់តែគាត់និយាយហ្នឹងចង់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់រួចទុកជាការកំសាន្តទៅខុសត្រូវកន្លែងណាយើងក៏វិញចោលទាំងអស់គ្នាទៅណាអូខេតោះបងប្អូនកុំឲ្យយើងវែងឆ្ងាយយើងចាប់ផ្ដើមចូលសាច់រឿងខ្ញុំអត់បានមើលខមមិនទេអ្នកទាំងនេះដោយសារអីខ្ញុំឲ្យក្រុមការងារគាត់អ្នកមើលខមមិនអូខេគាត់ឥឡូវខ្ញុំតិចសិនអូខេអីថ្ងៃទេអ្នកទាំងនេះព្រោះលើកទី1អ្នកទាំងនេះខ្ញុំរៀបចំ live កាមេរ៉ាហ្នឹងមិញណាក៏ប៉ិតត្រូវ live ទូរស័ព្ទទេរួចអង្គុយលេងនៅឃើញចង់ live កាមេរ៉ាមានពេលតែកន្លះម៉ោងរៀបចំយកតែម្ដងអញ្ចឹងរយៈពេលតែកន្លះម៉ោងនេះខ្ញុំកំពុងរៀបចំហ្នឹងអ្នកទាំងនេះអធិស្ឋានទៅបើសិនជាវាមិនល្អអីត្រង់កន្លែងណាក៏សូមទោសអូខេតោះអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅសាច់រឿងរបស់យើងដែលនិយាយអំពីរឿងការកំលោភលន់ខ្លាំងពេកជារឿងរបស់បងស្រីម្នាក់គាត់មានឈ្មោះថាថងមាសដែលគាត់ជាបងប្អូនខ្មែរម្ដាយគាត់ខ្មែរឪពុកគាត់ឡាវដែលគាត់បច្ចុប្បន្នគាត់នៅឯសហរដ្ឋអាមេរិកឯណោះអញ្ចឹងរឿងបានកើតឡើងនៅអំឡុងឆ្នាំ1980ជាង1950ជាងនៅអំឡុងកាលជំនាន់តែតារបស់គាត់កាលហ្នឹងអាចនិយាយបានថាចេះកាលហ្នឹងអ្នកនរអស់នេះបងស្រីនិយាយថាឪពុករបស់គាត់ម្ដាយរបស់គាត់ដែលត្រូវជាកូនរបស់លោកតាគាត់បកើតនឹងអ្នកទាំងអស់ហ្នឹងហើយរឿងហ្នឹងកាលហ្នឹងតារបស់គាត់ជាមួយនឹងម៉ាក់យាយគឺគាត់ខ្សត់ខ្លាំងមែនតើអាចនិយាយថាជាមនុស្សដែលអត់ណាអ្នកទាំងអស់នេះធម្មតាខ្មែរយើងពីដើមមិនទាន់មានណាគេមានបើមានគេហៅថាក្ដុំ2ឬក៏សទ្ធិនេះហើយអញ្ចឹងវាមានឋានៈមធ្យមវាមានឋានៈសទ្ធិនេះអីចឹងទៅណាតែម៉ាក់យាយរបស់គាត់និងតារបស់គាត់ហ្នឹងគឺជាមនុស្សដែលអាចនិយាយបានថាអញ្ចេះអ្នកទាំងអស់នេះគាត់ក្រខ្លាំងមែនតើអញ្ចឹងណាគាត់ក្រខ្លាំងមែនតើកាលហ្នឹងគឺគាត់អាចនិយាយថាទៅកាប់ដីកាប់ឆ្ការដីកាប់ព្រៃអ្នកទាំងនេះធ្លាប់ដឹងហើយបងប្អូនខ្មែរជាកាលពីមុនទៅនៅកន្លែងណាអញ្ចឹងយើងឆ្ការព្រៃឆ្ការអីចឹងទៅដើម្បីយកទីតាំងនឹងដើម្បីនៅចឹងណាអ្នកទាំងនេះវាបែបហ្នឹងវានៅបែបអញ្ចឹងណាខ្មែរយើងពីដើមណាព្រោះសម័យកាលហ្នឹងវាមិនទាន់ជឿនលឿនអីទេបងប្អូនទាំងនេះនៅអំឡុងពេលហ្នឹងដែរក៏ស្រាប់តែតារបស់គាត់ហ្នឹងជាអ្នកដែលទៅឆ្ការព្រៃហ្នឹងទៅឆ្ការព្រៃឆ្ការដើមឈើត្រែងនេះទៅអស់ហ្នឹងអញ្ចឹងណាគាត់ចេះតែវាទៅវាបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងតែវាថាឆ្ការទៅវាស្អាតប៉ុណ្ណាដូចថាវាបាន70អា50អាអញ្ចឹងទៅយកតែ50អា70អាហ្នឹងទៅនៅអំឡុងពេលហ្នឹងតារបស់គាត់តារបស់គាត់ហ្នឹងក៏ឆ្ការហ្នឹងវាទៅប៉ះជាមួយនឹងកន្លែងមួយអញ្ចឹងបានខ្មែរយើងពីដើមលោកនិយាយថាដបោកដបោកអ្នកនេះស្គាល់ដីដបោកដីដបោកនេះអ្នកនេះស្គាល់ត្រឹមថាដីដបោកនេះជាដីដបោកពោះដីដបោកព្រាយកាប់ពិតដីដបោកវាមានសន្តានច្រើនមែនទេនៅក្នុងនោះវាមានដីដបោកបងបត់វាមានដីដបោកអ្នកតាដីដបោកពោះដីដបោកព្រាយដីដបោកខ្មោចឬក៏គេហៅដីដបោកភ្នោខ្មោចវាមានច្រើនណាស់គ្រោះសន្តានអញ្ចឹងបើឲ្យខ្ញុំទៅអង្គុយប្រាប់អ្នកទាំងអស់នេះថាមួយណាអញ្ចឹងរៀងវែងឆ្ងាយច្រើនតែលើទាំងអស់នេះស្ដាប់រឿងសិនអញ្ចឹងតារបស់គាត់ហ្នឹងថ្ងៃតារបស់គាត់ហ្នឹងតារបស់បងថងមាសហ្នឹងគាត់ហ្នឹងក៏បានទៅឆ្ការដីនៅកន្លែងមួយដែលគាត់ចង់យកមកធ្វើជាផ្ទះរបស់គាត់ដីរបស់គាត់ហ្នឹងអ្នកទាំងអស់នេះភ្លេចប្រាប់អ្នកទាំងអស់នេះរឿងហ្នឹងគឺកើតឡើងនៅក្នុងខេត្តស្វាយរៀងភ្លេចប្រាប់អ្នកទាំងអស់នេះណានៅក្នុងខេត្តស្វាយរៀងអញ្ចឹងគាត់ក៏បានទៅឆ្ការដីនៅកន្លែងហ្នឹងអញ្ចឹងទៅក៏ប៉ះចំដីដបោកមួយហើយដីដបោកហ្នឹងវាមិនមែនទូចទេអ្នកទាំងអស់នេះដីដបោកហ្នឹងគឺធំខ្លាំងមែនទែនណាគាត់ថាតាមអ្វីដែលតាគាត់និយាយគាត់ថាដំបងគឺគាត់អត់ដឹងថាអានឹងដីដបោកទេដោយសារអីវាមានស្មៅមានអីដុះពីលើផងតោះនេះហើយអាដីដបោកហ្នឹងវាដុះទៅវាផ្អោបជាប់ជាមួយដើមឈើអញ្ចឹងដោយសារដើមឈើវាដុះទៅផ្អោបជាមួយហើយគាត់អត់ដឹងទេគាត់អត់បានដឹងថាអានឹងដីដបោកដីអីហើយក៏មិនដឹងថាអាដបោកនោះដបោករបស់អ្នកណាទៀតមិនដឹងដបោកព្រាយដបោកអ្នកតាហើយដបោកបារមីដបោកខ្មៅយើងមិនដឹងតាគាត់អត់បានដឹងរឿងហ្នឹងទេអ្នកនរនេះអូខេយើងអនុញ្ញាតសុំបន្តនៅពេលបែបហ្នឹងតាគាត់នោះក៏នឹកឃើញថាអាដីនោះវាដុះជាប់ជាមួយនឹងដើមឈើអញ្ចឹងណា
គាត់ក៏កាប់ដីនឹងណាអូនចប់កាប់យើងចប់ជីចប់កាប់យើងកាប់យកគាត់មានដឹងណាអូននៅពេលដែលគាត់កាប់អានឹងរួចទាំងអស់នេះគឺមិននិយាយថាអូកាប់រួចពីថ្ងៃក្រោយឲ្យយើងដឹងណាកូនគ្រាន់តែកាប់ដំបូងនឹងអស់ភ្លាមគាត់ឆ្កាទៅមុខទៀតគាត់ឆ្កាដីនោះទៅមុខទៀតតែគាត់ឆ្កាទៅអូនគាត់ថាគ្មានឲ្យរំលងមួយថ្ងៃតាន់គឺលឺសំឡេងមនុស្សយំមកលឺសំឡេងពេលដែលគាត់កំពុងឆ្កាហ្នឹងគាត់ឆ្កាដីឆ្កាហ្នឹងគាត់លឺសំឡេងមនុស្សយំនៅពីក្រោយខ្នងគាត់យាយរបស់គាត់ហ្នឹងក៏សួរចាឯងលឺសលេងអ្នកណាគេយំអីអត់អញ្ចឹងណាព្រោះថ្ងៃត្រង់កន្លងយំអូនវាចិត្តដល់ម៉ោងបាយឯងម៉ោងមកដល់12ដល់10លើហ្នឹងវាចិត្តដល់ម៉ោងបាយមកយាយក៏គាត់លឺនោះគាត់សួរថាឯងលឺសំឡេងអ្នកណានិយាយអត់លឺអ្នកណាគេយំអត់អញ្ចឹងណាតាគាត់ក៏ថាអត់ទេអត់លឺទេអញ្ចឹងណាយាយគាត់ហ្នឹងក៏អាចនិយាយបានថាគាត់ជាអ្នកដែលលឺណាគាត់ចេះតែងាកមើលក្រោយរហូតព្រោះគាត់លឺហ្នឹងមិនមែនម្ដងគាត់លឺឡើង2 3ដងដែរអញ្ចឹងណាគាត់ចេះតែងាកមើលទៅវាមិនឃើញអីទេណាតោះនេះគាត់តែវាលឺសំឡេងអញ្ចឹងណារហូតដល់គាត់ឆ្កាហ្នឹងរហូតដល់ខ្ទង់ល្បាក់ម៉ោង3ហើយ3ល្ងាចហើយពួកគាត់ចាស់ផងគាត់អស់កម្លាំងអស់អីចឹងគាត់ក៏ឈប់ឆ្កាសិនគាត់ក៏មកវិញកាប់ពិតគាត់មិនមែនអត់មានកូនកន្លោះឲ្យគាត់មានតែគ្រាន់តែគាត់មិនចង់ពឹងកូនចឹងណាអានឹងតាមអ្វីដែលបងថងវាគាត់និយាយថាកាលហ្នឹងតារបស់គាត់មិនចង់ពឹងកូនទេសុខចិត្តទៅធ្វើយាយតា2នាក់អញ្ចឹងណាអូនដល់ពេលអញ្ចឹងគាត់ក៏មកដល់វិញកូនចៅគាត់នោះក៏អាំងត្រីមានអីក្រៅពីមហូបការពីជំនាន់ដើមមិនមែនដូចយើងបោហោហៀណាកូនត្រីផ្ទក់សេត្រីកាភ្លេងត្រីឡាប់យ៉ាទូចអីហ្នឹងបានអីយកមកអាំងណាយកមកអាំងណាកូនជូសដានអូនិយាយហៀទឹកមាត់ជូសដានណាកូនដល់តែពេលអញ្ចឹងទៅខ្លួនឯងយល់ថាគាត់នោះក៏មកណាមកដល់ទាំងទៅកូនចៅគាត់នឹងក៏រៀបបាយរៀបទឹកអីចឹងទៅដល់ពេលរៀបបាយរៀបទឹកអីចឹងទៅគាត់ក៏និយាយថាមកយាយណាប្រពន្ធរបស់លោកតាហ្នឹងធំក៏គាត់និយាយថាចេះដីហ្នឹងបើឆ្កាពី2 3ថ្ងៃទៀតបានវាឆ្កាស្អាតអញ្ចឹងតោះតែវាមានកម្លាំងប្រុសឲ្យជួយអញ្ចឹងណាដល់ពេលអញ្ចឹងទៅតាគាត់ហ្នឹងក៏លើកអារឿងកាប់ដបោកហ្នឹងនិយាយថានឹងដីក្រោយហ្នឹងឃើញដូចមានដីទួលដុះតែអញវាមិនដឹងថាដីទួលហ្នឹងដីស្អីទេធំដែរបើនិយាយទៅមកកពស់ត្រឹមកកមនុស្សដបោកមិនធម្មតាណាអូនដបោករតនៈនឹងហើយហ្នឹងដល់ពេលអញ្ចឹងគាត់និយាយថាដបោកហ្នឹងវាធម្មតាបើសិនជាដីដបោកវាមានកឌីមានអីតែដបោកហ្នឹងវាមានកឌីស៊ីអូនដល់ពេលអាដីដបោកវាមានកឌីស៊ីទេគាត់ឆ្ងល់ថាដីដបោកវាដុះទៅមិនក៏វាអត់មានកឌីស៊ីវាដីដបោកហ្នឹងវាហៅថាដីដបោកអីអញ្ចឹងណាគាត់ក៏មិនបានសង្ស័យអីចឹងគាត់ក៏កាប់ទៅដល់ពេលអញ្ចឹងកូនចៅគាត់នៅក្មេងៗដែរណាវាអត់សូវដឹងរឿងពាក់ព័ន្ធជាមួយនឹងរឿងអបិយជំនឿឬក៏រឿងអមនុស្សគាត់មិនសូវដឹងនិយាយមិនចេះតែគាត់មិនសូវដឹងដល់តែពេលគាត់មិនសូវដឹងម្ល៉េះហើយអូន slow មែនហ៎បងប្អូន slow មែនជួយប្រាប់ខ្ញុំតិចមើលនេះគៀងគ្រប់គ្នាបើ slow ជួយប្រាប់ខ្ញុំផងបងប្អូន slow ណាគេដែលអត់លេង Wi-Fi វាលុបបិទសិនទៅអត់slow ខ្លាំងអ្នកទាំងអស់នេះ slow ឮតែសលេងតែវីដេអូអត់ដើរត្រូវទេទាំងអស់នេះហ៎នេះឮតែសលេងអូខេឥឡូវអ្នកទាំងអស់នេះស្ដាប់សលេងសិនណាខ្ញុំឲ្យក្រុមការងារគាត់រៀបចំសិនណាឲ្យក្រុមការងារគាត់រៀបចំសិនទៅខ្ញុំឥឡូវទាំងអស់នេះស្ដាប់សលេងសិនណាស្ដាប់សលេងទៅមិននិយាយដល់ណាអញ្ចឹងបញ្ជាក់ម្ដងទៀតអ្នកទាំងអស់នេះយើង slow ទៅរូបភាពទេត្រូវអត់យើងសលេងយើងនៅស្ដាប់ឮឡើយណាអូខេឈប់អ្នកទាំងនេះខ្ញុំសក់ឥឡូវអ្នកទាំងនេះជួយ share ម្នាក់មួយសិនមកខ្ញុំឲ្យក្រុមការងារគាត់រៀបចំសិនមិនមកពីកាមេរ៉ាទេព្រោះសលេងដូចអត់អីបងយេ
បាយយកមកកាមេរ៉ាបាទបាយកាមេរ៉ាអូខេវាអត់អីទេបងប្អូនណាណាអូខេបងប្អូនតានេះអញ្ចឹងអូខេតែបងយើងស្ដាប់បន្តទៅអ្នកទាំងនេះណាកុំឲ្យខាត់ពេលវេលាយូរដោយសារអីបញ្ហាកាមេរ៉ាបញ្ហាពីកាមេរ៉ាអូខេតាមិញខ្ញុំនិយាយដល់ណាអ្នកទាំងនេះជួយប្រាប់ខ្ញុំតិចមើលខ្ញុំនិយាយដល់ណាមិញតែកុំឃើញមុខខ្ញុំក៏ល្អដែរអ្នកទាំងនេះស្ដាប់វារន្ធត់អញ្ចឹងឃើញមុខខ្ញុំវាបាត់ខ្លាចអ្នកទាំងនេះមិញខ្ញុំនិយាយដល់ណាកន្លែងណានិយាយដល់កន្លែងតាគាត់និយាយរឿងកាប់ដបោកត្រូវទេហ៎អូ sorry ទាំងអស់គ្នាអូខេកាមេរ៉ាមកវិញទាំងអស់គ្នា sorry ណា sorry សារថ្ងៃនេះលើកទី1ដែលយើងរៀបចំបច្ចេកទេសអត់ត្រូវលើកទី1អូខេ sorry តាអញ្ចឹងយើងនិយាយតនៅតានេះអញ្ចឹងអំឡុងពេលហ្នឹងលោកតាគាត់ក៏និយាយរឿងអាកាប់ដបោកកាប់អីហ្នឹងដោយសារគាត់អត់ដឹងទេថាអាដបោកហ្នឹងណាវាជាដបោកអ្នកតាដបោកព្រាយដបោកអីចឹងណាយើងគាត់វាអត់ដឹងរឿងហ្នឹងយល់ទេអញ្ចឹងកូនចៅគាត់ទាំងអស់ហ្នឹងក៏អត់មានពីណាគេដឹងរឿងហ្នឹងដែរព្រោះសារអីនៅក្រៀងក្មេងៗទៅដូចជាមិនសូវដឹងអំពីថាអាដបោកនោះវាមានដបោកអីខ្លះទេដល់អំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាស្រាប់តែយប់ឡើងអ្នកទាំងអស់គ្នាដោយសារតែលោកតាគាត់បានទៅកាប់ដបោករបស់គេអញ្ចឹងលោកតាគាត់ទៅកាប់ដបោករបស់គេអញ្ចឹងទៅអាចនិយាយថាដបោកនោះវាជាដបោករបស់ព្រាយឬក៏ជាដបោករបស់ខ្មោចអញ្ចឹងណាអ្នកទាំងអស់គ្នាគាត់នឹងក៏yes ស្រាប់តែគាត់សម្រានយប់ឡើងណាគាត់សម្រានយប់ឡើងនោះក៏នឹងឯគេនោះគឺខ្ញុំចង់សម្ដៅទៅលើម្ចាស់ដបោកហ្នឹងណាអូនគេក៏បានមកបញ្យល់សពប្រាប់គាត់អញ្ចឹងណាគាត់ថានៅក្នុងយល់សពហ្នឹងគឺគាត់គេយល់សពឃើញថាមានមនុស្សប្រុសស្រីពីរនាក់តណែតនងដូចជាប្តីប្រពន្ធនឹងគ្នាអញ្ចឹងស្រាប់តែមកហៅគាត់ឲ្យឡើងទៅលើទួលនៅក្នុងយល់សពឯណាអ្នកនរថាតាឯងឡើងទៅលើទួលតិចមកខ្ញុំនិយាយជាមួយតាឯងបន្តិចអញ្ចឹងណាស្រាប់តែពេលហ្នឹងគាត់ថាពលឹងរបស់តាដែលនៅក្នុងសពហ្នឹងគាត់ថាគាត់ឡើងទៅនិយាយជាមួយគេនៅលើទួលយល់ទេឡើងទៅនិយាយជាមួយគេនៅលើទួលហ្នឹងស្រាប់តែឡើងទៅនិយាយនៅលើទួលស្រាប់តែពីរអ្នកប្តីប្រពន្ធហ្នឹងនិយាយថាចេះតាផ្ទះតាឯងនៅរងថ្ងៃហ្នឹងអានឹងតបោកអានឹងផ្ទះរបស់ខ្ញុំគាត់និយាយចឹងណាអូនអ្នកដែលប្រាប់អញនិយាយថាពលឹងម្ចាស់តបោកហ្នឹងគេនិយាយចឹងគេថាផ្ទះតាឯងនៅហ្នឹងជាផ្ទះរបស់ខ្ញុំទេអញ្ចឹងណាឥឡូវចេះខ្ញុំអត់ដេញលោកតាឯងទេតែលោកតាឯងរើចេញពីកន្លែងហ្នឹងចាំខ្ញុំឲ្យលុយឲ្យប្រាក់ឲ្យមាសឲ្យកងអីចឹងណាដូចខ្ញុំសួរអ្នកទាំងអស់នេះពីដំបូងមិញថាគ្រប់គ្នាធ្លាប់មានបងប្អូននិយាយតាណាដែលខ្មោចឲ្យកណប់អត់អញ្ចឹងណាតែខ្ញុំសួរពីក្បាលឡាយមិញណាអញ្ចឹងតាគាត់គ្រាន់តែលឺមាសពេជ្រកែវកងគាត់សប្បាយចិត្តគាត់ថាឲ្យតែឲ្យបើឲ្យគាត់រឺអញ្ចឹងណាស្រាប់តែពីរអ្នកប្តីប្រពន្ធនោះចុកអល់អូនចុកអល់ទៅហ្នឹងកន្លែងនោះវាដូចគុំត្រែងអញ្ចឹងវាដូចត្រែងវាដូចមានស្អីដុសសុបទ្រុបអូនស្រាប់តែពីរអ្នកនោះចុកអល់តែចេះតាឯងទៅតាឯងកាប់ឆ្កាហ្នឹងទៅកាប់ឆ្កាព្រៃទាំងអស់ហ្នឹងណាកាប់ឆ្កាព្រៃទៅតាឯងឃើញកណាត់ខ្មៅហើយកណាត់ខ្មៅតាឯងកាយទៅឃើញហើយទ្រព្យសម្បត្តិនៅហ្នឹងហើយមាសពេជ្រកែវកងនៅហ្នឹងហើយយល់ទេស្រាប់តែកន្លែងហ្នឹងគាត់ថាភ្ញាក់ខ្លួនមកព្រឹតគ្រាន់តែគេចង្អុលទៅគេប្រាប់រួចហ្នឹងគាត់ថាភ្ញាក់ពីគេមកភ្ញាក់ពីសម្រានមកព្រឹតមកហ្មងអូនដល់ពេលអញ្ចឹងគាត់អត់ទាន់ហ៊ានទៅគាស់ទេអូនគាត់ក៏ដឹងថាអញខ្មោចឲ្យកណប់គាត់និយាយចឹងមួយប្តីប្រពន្ធគាត់ថាឯងអញដេកសក់មិញឃើញថាដូចខ្មោចឲ្យកណប់តែអញដូចមិនទាន់ទុកចិត្តទេអញ្ចឹងណាអូនឯងដឹងថាពីជំនាន់ដើមអូនអានេះបងណាអេដមីនធ្លាប់ឮចាស់និយាយថាពីមុនគេអាសាយកមាសតកប់គេយកខ្សែឈៀងខ្សែអីកូនខ្ញុំធ្លាប់ឮចាស់និយាយថាដូចនៅខាងពោធិ៍សាត់នៅខាងពោធិ៍សាត់ណាស្អីទេភូមិស្អីទេខ្ញុំភ្លេចទៅស្អីទំនប់ស្អីខ្ញុំភ្លេចទៅគាត់ថាកាលមុនណាមុនអាពោតចូលណាអូនគេយកកណប់ទៅកប់គេយកមាសយកអីទៅកប់វាមានតែខ្សែឈៀងខ្សែអីរហូតដល់ខ្លាំងមកុដទៀតមានតែមកុដមានអីទៀតគេយកទៅកប់តែរបស់ធម្មតារបស់អញ្ចឹងណាកូនខ្មោចវាលាក់ទៅរវារមិនឃើញដែរអញ្ចឹងណាបងប្អូនអូខេដល់ពេលអញ្ចឹងទៅគាត់យល់ថាស្រាប់តែគាត់នឹងនិយាយជាមួយប្រពន្ធគាត់ថាឯងអញចង់ទៅយកទៅចង់អត់បន្តិចតែអញមិនសូវទុកចិត្តអញ្ចឹងណានិយាយនោះគាត់ថាកុំតន់ចាំមើលស្អែកមើលយកទៅមើលកន្លែងហ្នឹងថាវាដូចគេនិយាយមែនអត់ដូចគេប្រាប់មែនអត់ថាតនឹងវាមានស្អីដុសស្ទ្រុបសុបទ្រុបនៅហ្នឹងទៅវាមានអញ្ចឹងមែនអត់បើមានចាំយប់ចាំទៅគាស់យល់ទេចាំយប់ចាំទៅគាស់ស្រាប់តែយប់ហ្នឹងអូន
ระเบียบด้วยท่าโอนไปประปนเกหรือก็มาจัดตัวหรือก็มาจัดตะโบกนั่นไงในมาจัดตะโบกนั่นอากินอย่างท่าเกมาประโยชน์ซับมาลองเตี้ยโอนกิเธอก็เด่นหมองกิเธอก็สมัยอันหมองโอนแซ่บท่าเกมาประโยชน์ซับแผบท่านแจ้เนยตันดังđây đểตัวđây để cái cặp cái nọc nâng ôn cái nọc nâng mến miên tầm mùi tê cái nọc nơi cái lại nâng ôn làm pi tầm đập cái chop á này tao đi làm pin đập cái chop có thang nơi tầm nâng miên pin đập cái chop tái ta ai vô ta mà cái chop bàn hai kẹp pin nâng tục ai kê kê chạy cho ba ôn kê chạy cho ba cái nắp tròn thiệt cái nắp tròn á cô này đừng biết vì nó đang cái tròn cái nắp nâng cái tròn là biết mất cô cái nắp thao hùng cái tròn cô đậpไปจังเกมมาประโยชน์ซับจะปะทิศนะโอนสำหรับแต่ก็ทานในขนมอยู่ซับนึกกดอ้าวจมูกเกติดสำหรับแต่โอนให้เรื่องไอ้ปรักหลังอันจะทำเวียยืนเยอะแค่ไทยเรียโอนไทยเรียกดนึกกดหลักจะท้าอันเตอเมนปีนับประเดี๋ยวผลก็เตอตั้งปีนับประเดี๋ยวผลดอกไปกดเตอโอนก็ทากดชกาเตอได้โอนไหนดังเสียไปได้ดอกหรือโอนก็ทาได้cái lạiเซ่nhá đây cái lạiเซ่ก่อนกระเจี๊ยđây cái lại xế vì miền thọ miền ấy cặp tới còn về thà rừng á tại đây cái lại nó con sân chốt đây trồn việc po con này đây po con ta sân chốt đây trồn rượu đọ phơi mà đang chơi nó đọ phơi sao ta có phải mà chung nó hai na con chung cài vì nãy dây ta cài rồi cài tới có tha vì chốt là cái mà phải chỗ sắp hẹp có tha cả nát mến á có tha cả nát help trên việc đây mà ba đầy mà snap đầy dường cả nát đó con cả nát trên máu á cái nát khăm ta cái nát cái hai cái nát pre cái nát alo câu này mà cái nát đọt trên máu có tha còn đọt khơi nhá còn nông chất tha ô cái nát men tên đấng tham rồi lương rồi cái nát này đấng ta khơi áo vậy câu này chả bị đám mà bàn chân phó sẽ thấy ní nhá cô rồi bỏ chân bị bàn sẽ thấy ní nhá vô lẽ đọt pe hưởng ấy mình sẽ bài chất cồn đọt pe trong quạt tiền nhá và đây tiền và bồn cài có tiền máu vì là bảo máu cô nói quạt tha miệt bị đau câu đoạn bên miệtด้วยlời thế miệt bị đau chiến tập bông á câu tập bông đờ cả hò mà con mà vong sẽ làm pi chung sẽ pi chuột á pi truốt á con vờ pi truốt á có thắt bọ máu sai máu câu nó chiến phong snap đầy phong sai pi nia phong cái hạc sai sòng ba pịch hạc sai sòng ba pi nia sẽ ta là bọ bờ ran con miệt bờ ran tập lên xem ta có tiền à nâng tranh máu đỏ tới bị chọc sai con pin đập cái chọc con nai pin đập chọc trong sai bật đặt kia được cái miền trong mà cái trong đặt nhà có biết đập bật đặt kia ô này mình được lốp lôn con tiền mà cái chọc hay khơi sai tiền mà sai tiền ô này buôn cái chọc còn là còn buôn cái chọc con mình nói thế nè buôn cái chọc sao ta có tiền mà con tới miền mặt đai có tiền mà buôn cái chọc có thả bán để chụp video tập phần năng bạc ô này buôn cái chọc và phần năng cái đồng pi ai thôi kẻ ban chờ được về nha con cho nó ăn nưng đọc về con nói tiền vô máu á này vô máu hà nâng tam ở vậy để bong thong mi để con dễ phẹp nhung rương ta con bạc cao đó con tha tiền máu ta con vô ta đã còng kề vô ta lẽ ở toàn ao con đằngนี้ở toàn prap con tha anh từ qua cái nọc bán khmoi ao cái nọc ở toàn vậy prap này na thế con nói sát chứ vô biết đặt này ổn đặt nơi cầu má ổn vô cái đà vô ấy tập bằng bị lừa đặt bị cầu cái đặt cái đà bằng vô lấy hay có thư thom đá có từ ca thom đà có từ ca quýt sao ta là nghiệt lang ôn nên lại những cái tháp bong bót trơn chiều nhưng cái tháp bong bót rồi còn mà chặt tôi nữa tràn chiều có thay dây mình nét ôn dây mình nét pe để con mau bị ca nâng với nhá con mau nó con trái thiệp bài điệp tật bài là nghiệt nó ôn sao ta biên dây mình nét đào máu cắt một th sao ta dây nó ôn tam sẽ lần mưa một con ở tại không mà chẳng nói th để miền con trai con này chỉ có sẽ lần mưa ta nâng nè nếu pe để dây nâng tam sẽ lần mưa ta nâng ngủ trái dây nâng dây thả trẻ hãy không mùi ăn còn giấy chân ông người ta hãy kho mỗi ăn như vậy tập phân nó nghe ôn sắp ta giấy nó đào trên tập bát ôn tép bị đam toàn miền là bóng cái ôn cà phê toàn miền là bóng miền ấy phải tập phơi toàn miền đào không miền tép ọt mà đường nơi miền phơi ọt mà đường đào nó phơi toàn man cà phê miền tôi phơi vừa phơi lum phơi chiết nát phơi bị đào con bỏ tê cô nè giấy nó đào hoa ôn còn tại giấy nó đào phật lướt cả là mong mệt phliêng con mệt phliêng á hay tép bơi con tép bọ sặc hay mệt phliêng nó bị thu thlý bị chỉ điệp tắc á con bị sọc tắc ai bị đạp tắc máu ấy sao ta có mỗi con cho mỗi trái ao của sau cô nó con khá tôi là khá thống cho trái ao cái cô này mà cùi trăm cái đá mà cái lại như vì mình xa cùi với là ồn mong cùi bật phia rồi thật tin ôiแต่ lẽ cho tôi ôi ấy bật ao hay sao ta ồn này mấy cái vùng phliêng á ồn mấy cái vùng phliêng miếng mà đứa mai vậy chạy na là bỏ kê mà xong là bỏ vinh ồn này lưu ta sầm lên tê tam đại ta con giấy prap á ồn tam tại ta mà đai con giấy prap á
ព្រោះអីម្ដាយបងថងមាសគាត់នៅដែរគាត់ទៅអីហ្នឹងគាត់និយាយថាគាត់កំមុំអីហ្នឹងគាត់ដឹងហ៎គាត់ថាលឺសំឡេងច្បាស់ណាស់និយាយពីក្រៅផ្ទះមកណារបស់អញមកយករបស់អញវិញគេមកទារបស់ដល់ផ្ទះកូនគេឲ្យតែមកកញ្ចប់រឿងអីយករបស់គេ14យករបស់គេលោភលន់ណាកូនលោភលន់អញ្ចឹងមិនគេនិយាយថាកូនឯងកុំធ្វើស្អីក៏កុំលោភលន់ណាគេឲ្យប៉ុណ្ណាយកប៉ុណ្ណឹងស្រាប់តែលឺសំឡេងនិយាយពីក្រៅផ្ទះមកថាគេមកយករបស់តានឹងក៏សួរថាណាគេអញ្ចឹងណាលេងសើថាណាគេចាប់ឆ្លើយមកខ្ញុំនៅក្រោយផ្ទះហ្នឹងនិយាយចំមកគេថាអញនៅក្រោយផ្ទះហែងអូននិយាយតែប៉ុណ្្នឹងឯងបាត់សំឡេងឆឹងលេងឃើញលេងលឺសំឡេងបងអូនភ្លៀងវាចេះតែមករត់តតារៀងភ្លៀងដាច់គ្រាប់ភ្លៀងអូនតតាដាច់គ្រាប់ភ្លៀងបានគាត់បើកទ្វារដល់ពេលបើកទ្វារទៅជំនាន់កាលហ្នឹងមិនទាន់មានភ្លើងណាកូនមិនទាន់មានភ្លើងមានអីដូចជាអគិសនីណាល្ងិតសូនឆាន់បើមើលតែភ្លឺប្រចាំទេឲ្យតែចន្លោះនៅជំនាន់ដើមឲ្យតែចកៀងអត់មានឃើញអីទាំងអស់បើឲ្យស្ងាត់ជ្រាបកូនអត់មានអីទាំងអស់ស្រាប់តែព្រឹកឡើងគាត់ធ្វើធម្មតាតាគាត់ធ្វើធម្មតាអូនធ្វើធម្មតាគាត់ទៅឆ្កាអីគាត់ទៅឆ្កាប្រហើយអញ្ចឹងថាអូននៅសល់ដីចកតុយជ្រួយថាទៅឆ្កាហ្នឹងឲ្យប្រហើយហ្មងតើអញ្ចឹងណាអូនក៏គាត់ទៅឆ្កាអូនទៅឆ្កាពេលហ្នឹងអូនឯងយល់ថាគាត់ណាដូចថាប្រយុទ្ធនេះគាត់ត្រូវទឹកភ្លៀងថាគាត់ឈឺទៅក៏បានព្រោះខ្ញុំគិតថាកន្លែងហ្នឹងគាត់ឈឺទៅចាស់ណាថាគាត់ត្រូវទឹកភ្លៀងត្រូវអីចឹងណាគាត់ព្រឹកឡើងគាត់ផ្ដាសាយក្តៅខ្លួនអញ្ចឹងណាគាត់ទៅឆ្កាទៅគាត់រៀងក្តៅញាក់ដីពីដើមអូនខ្មែរសុកខ្មែរពីដើមសម្បូរដើមឈើអាធំប្រាស់ខ្លួនដេកសិនទៅប្រាស់ខ្លួនដេកសិនទៅស្រាប់តែប្រាស់ខ្លួនដេកគាត់ថាដេកបានមកសបោះអូនដូចគេមកចាប់ក្តិចមូលគាត់អញ្ចឹងគាត់ថាពេលសម្រាប់នោះគេមកក្តិចគេមកមូលគាត់គាត់ថាឡើងឈូពេញខ្លួនងើបមកអូនជាប់ឡើងពេញខ្លួនកផ្លូវគាត់ឲ្យជាប់ទាំងអស់គាត់ស្រូតស្រះទៅផ្ទះវិញស្រូតស្រះទៅផ្ទះអូនដល់ពេលទៅផ្ទះអូនកូនទៅប្រាប់កូនតាមត្រង់ថាកូនណាម៉ណេះអញប្រាប់ប្រហែលថ្ងៃមុននេះគេឲ្យកណប់ខ្មោចឲ្យកណប់តែអញដឹងថាខ្មោចនៅដីហ្នឹងហើយភ្នោគេនៅហ្នឹងហើយសុកកដៅគេអីធៀបគេអីហ្នឹងណាអញដឹងទេណាអញដឹងតែអញដេកសពឃើញមនុស្សស្រីប្រុសស្រីពីរនាក់តាទៅនោះដូចប្រពន្ធដីប្រពន្ធគ្នាឲ្យហ្នឹងកណប់ឲ្យថាយើងហ្នឹងនៅលើដីគេអញ្ចឹងណាដល់ពេលអញ្ចឹងកូនហ្នឹងក៏គាត់ថាកណប់មិនចុះគាត់នៅរៀងចទៅមានតែម្ដាយរបស់បងថងមាសទេតែគាត់ដឹងអញ្ចឹងណាបងប្អូនសួរថាកណប់ហ្នឹងស្អីគេអញ្ចឹងណាគាត់ក៏មិនលាក់កូនណាកូនក៏ថាមកចូលមកបិទទ្វារបាត់អីព្រោះការជំនាន់ហ្នឹងវាមានចោលប្លន់មានចោលចូលស្រុកចោលប្លន់គោប្លន់កបីអញ្ចឹងណាកូនគាត់ថាចូលមកស្ងាត់កុំអត់លឺពេកស្រាប់តែគាត់អូនឯងគាត់លូនទៅក្រោមគ្រែគាត់ទាញរបស់នឹងចេញមកអា4ក៏ចាប់ដែរគាត់យករបស់គេកូនឯងតិចថាម៉ែនិយាយអត់ជឿណាកូនតិចថាម៉ែនិយាយអត់ជឿម៉ែអារឿងចឹងម៉ែជឿណាកូននិយាយមែនទេណាដកចេញពីក្រោមគ្រែមកប្រាប់ទៅកុំមាត់ចុះខ្លាចចោលប្លន់កូនណាកុំមាត់ស្ងាត់កូនកុំមាត់ទាញចេញមកមាសកូនមាសប្រាប់កូនណាមាសកូនមាសកូនណាយព្រះជាម្ចាស់ថ្លើមថ្លៃស្រាយចេញមកមិនមាសណាកូនអើយឆ្អឹងម្រាមដៃឆ្អឹងខ្មោចកូនម្រាមដៃទាំងអស់4ណាកូនបើយើងនិយាយថា4សាក់កាដូបើយើងនិយាយចេះអា4កញ្ចប់ចងមាត់កូនកស្ងាត់ចងមាត់គាត់ថារឿងអីដែលគាត់មិនលួសព្រលឹងមិនបាច់កូនអាពេលទៅយកកូនស្រាយមើលជៀនមកវងណាកូនដបងក្រហមខៀវត្រាប់យកពីលើដាប់ឡើងស្ងាត់មួយខ្សែពីនីខ្សែសង្វាពេជ្រមកឈៀងកូនឯងគាត់ថាអត់ក្រោម5តលឹងទេមួយខ្សែក្រោម5តលឹងមានតែ10តលឹងរឿងអីដកចេញមកយកមកប្រាប់កូនថារបស់គេឲ្យខ្មោចគេឲ្យស្រាប់តែដកចេញមកកូននៅក្នុងស្រែមកសុទ្ធតែម្រាមឆ្អឹងម្រាមដៃខ្មោចហើយឃើញឆ្អឹងម្រាមដៃកូនហើយមកថងសុទ្ធតែម្រាមដៃខ្មោចទាំងអស់មិនដឹងខ្មោចនឹងងាប់តាំងពីជំនាន់ណាអត់ដឹងទេដឹងថាឆ្អឹងកូនណាឆ្អឹងស្រែ1ឆ្អឹងស្រែ2ឆ្អឹងស្រែ3ឆ្អឹងបោះចេញក្រៅផ្ទះបដ ாய் កូនឯងគាត់បោះចេញក្រៅទៅលុកដៃប្រណំអូយកូនចៅសុំទោសកូនចៅសុំកម្មាទោសឲ្យកូនចៅលុនចង់បានកន្លែងណាអញ្ចឹងកូនឯងបែបបន់គេអស់ហើយឪពុកកូនឪពុកកូនម្ដាយកូននៅអត់សុខទេមកជប់តភ្លឺកូនមកជប់តភ្លឺនៅអត់សុខទេស្រាប់តែគាត់បោះអានឹងចេញទៅក្រៅផ្ទះអស់កូនបោះទៅចេញក្រៅផ្ទះយប់ឡើងអូនយប់ដែលគាត់បោះរបស់នឹងចេញទៅកូនឯងដឹងថាមិនទេសំលេងសើចកងពងព្រៃកូនឯងឮសំលេងចេញពីក្រៅផ្ទះសំលេងមនុស្សស្រីសើចសំលេងសើចចេញពីក្រៅផ្ទះមកកូនឲ្យលហឹមសំលេងយំសំលេងសើចកូនឲ្យលហឹមមកម្ដាយជឿថាកូនបិទតិចកូនអត់ឮទេចឹងណាកូនលួងកូនណាកូនស្រីគាត់នៅទូចផងគាត់ថាគាត់លួងអត់ឲ្យឮសំឡេងទៅខ្ទប់អត់ទេកូនអត់អីទេកូនអត់អីទេលួងអត់ឲ្យកូនឮទេ
mà chụp ôn lưu dùng lấy soi tuần phư cái hốt ở tiệt phư còn trật lại pay pe ta quạt pay pe cho ôn pay pe nhá phẹp côn bong thời mà đai bọc bong thòng miệt prap cái côn chết hay vô ôn lại từ lừa tuôn hay vô ôn lại từ lừa tuôn đô cái nơi cô đô cái nơi vô từ nơi à lỡ ảnh chun ôn từ tuôn nè vô ôn từ lừa tuôn sanh ta chẳng nó côn lừa vô từ lừa tuôn lừa tại sanh ta chăm mai chăm phục chăm rười vạn thân côn nơi thời vô ấy chẳng tràn năng ấy chẳng cái tên bọt cái tên mông phôi sắp ta ôn anh chun côn là tao prất á côn chun là tao sắp ta có đau mà vô cái tên vô mông vô phôi á côn cái nát cào kinh sầm mẹ có đau mà ao phlia mà ôn mà được prostate pin nè ôn mà được prostate pin nè chôn được trong đây chẹt quạt bao giờ phơi bó lá côn phơi bó lá cái này nó sẽ đạp á có thạc đào chân tới kẹt có prostate cho ta bị đau prostate côn miễn đôi cha dương cha là về cha ấy mà nè prostate nè cro côn có đau cho ta bị lừa knol tua mà đau máu khơi tè đau cho ta đau một tèประชีมันจะหายไปเนี่ยประเดี๋ยวปนโกวิโชในจงตีกรอยเตะนั่งโกวิโชอ่ะขบาลปนนะมีขบปนนะขบาจองปันจะเอโกขบาจองปันจะเอ็นดัดแทะดอลได้ดัดไอ้เพลย์โกในแทะดอลได้ไม่เลียนนะคอยไปดามลงตันจักคอยไปดามลงตันจังโกนนี่สสปริงสปงนี่สไอ้สปริงสปงโกนายมีปนนั่นเบาได้หายเจ๊เบาได้หายก็หายตาหนึ่งเบาได้หายตาหนึ่งเจ๊ประเดี๋ยวnó cônประเดี๋ยวnó đặt chương mà chứ anh xong say rồi màu tròn min ngọc anh đừng cái cặp đặt chương còn đừng đặt chương mà cả nát ra côn nâng khắc chẳng là côn đôi có chứ được trong là côn tha xóa nâng phê cho côn trôn nâng cầu tuyệt họ bỏ đầy hai mỏng tay na sạch sạch tăng tay na sạch sạch biết chẳng là côn vật đó về chẳng tới ô na ta nâng quật khơi đó về quật khơi có mi hiên tới vô cái tên là côn này chuyên đây ta bapun dây tiền đây dây rút lại lừa tôi bình bạc đó về chẳng nó con ta prap kê nè để ta sọc phun chẳng chẹp hẹp vậy ok ao cần học ao hay chẳng môi pi bay á ôn đó tập về con kê mình sọc chất ta cặp ta bộ kê hai kê sọc chất ao mi aoไปtầm bay rồi chẳng như ấy ta cặp tè kê rút từ vô là bọc kê lừa tiếp hai vô riêng kê ta prap thật đây lại nâng miên cần học ta prap nè phun thắng ta nâng miên cần học rừng ấy thôi kế còn ta kê luôn phải lại kê đinh này ai tha còn mau tiệt rừng ấy dương tập rap kê từ phép mới nè đi nè nó đây tình năng miên cần đọc miên ấy cái ao cần đọc nhung câu này tập rap kê tập rap kê đó sắp tập rap kê cô này vô là rừng nó bị cả lon máu và làm bùm máu bị buồn đọc ngay với vậy tới cô bị buồn đọc ngay ở đây nó cả lon mauแต่เรื่องไอ้คนนั้นด้วยไม่ใหญ่เชื่อแต่ปราบเกย์กวาดก็แต่เนื้อกลายทำไมได้อยู่แล้วกวาดแต่เนื้อกลายทำไมทราบแต่กราวมาโอนกราวมากวาดเปราะเตะฮะโกนเปราะจนเตออามินแจงไปแต่กวาดกรอโอนกดกรอไปใช่แต่กรอกรอลุบล้นกวาดเปราะแต่เบอร์ตัววิอามินแจงแต่เตะโกนวิอามินแต่เขาแต่ดับเมย์แต่ดับกระจายแล้วนะแจงกระจายเปราะเมย์เปราะกระจายโกนใจเดินจังกราลากไอ้cái thơ cái tê bị đau cái thơ tranh bị ấy gặp lao nó cái tê nó ra chân sầm ran nó ôn sắp ta ôn nó còn nơi đang ban phải thành lược qua dương vậy thật đọc ngày cho nó con mà vậy thành lược đọc ngày cho phục bòn giấy còn vậy ta phần 7 ngày nhưng mày thật đọc ngày thì cho có sầm ran chân cồn sầm ran chân nóประกาศพลุเพลิงมวยชาวกินแล้วเห็นประกาศจะแต่ผมใครเพลิงใช่ใครชอบบอกมาtới việc họ tới phụแต่dươngแต่จะบ้าmáuใช้tích ประกาศไอ้ง่ายเนาะvô lẽ ta nó quạt cả kiêng côn kiêng cha thật đây cho côn trái đây ta làm bò gì hay đây cho na côn đây sẽ ta ôn này đây chúa cho bọc lẹ mà qua côn tẹt quạt chúa bị cua tẹt quạt đừng cầu nè cho bị bọc sao ta bọc khơi mà đừng mà vô đáp á cái này nâng thằng ngọc nè đáp phải men tên khơi mà đừng mà vô câu bị nơi lửa đây chúa là dương mưa pin cáo mưa tới khơi vô lẽ con đây từ nốt á đây từ nốt quạt đừng cầu nè đó con cái lấy tới khơi khơi ta tê vì na kia vậy màu ấy mà đứa trai mới có thà trắng châu đập nè chiềng trắng châu đập nè nó trâu rê rò nó lừa tụi nó bỏ vì trâu rê rò sẽ làm biết mà nè ôn biết thông chừng kỳ con chồng áo mà tẹt nừng chồng áo mà tẹt quạt chồng áo tất sẽ ta bị đau cho màu quạt thấy á ôn thấy á thì mỗi chào bị đau bị plan cô plan cả bấy hay quạt mình thấy plan chẳng á bao viên plan thế bị sập lạp chào tầng cônยังใจcó tới mấy tư sẽ ta bị đau cho màu đó bị đau cho máu con phù phượng để con bạc cắt trâu kiên te mà đông bạ vẹn te nó ôn sẽ ta bị đau mà đo nâng bị đau mà đo nâng sẽ ta bị chụp từng ngõ
ប្រហែលអ្នកគ្នាវាប្រឈប់ទាំងអស់ស្រាប់តែប្រឈប់គាត់មើលឃើញមុខច្បាស់ហើយចូលប្រកាសភ្លើងមើលមិនឃើញច្បាស់ឃើញតម្រងមុខច្រមុះសួចស្លែមកូនច្រមុះវាឲ្យសួចស្លែមកូនហើយចៅក្រាស់ក្រាស់ទាំងប្រុសទាំងស្រីស្អាតទាំងអស់ស្រាប់តែវាបក់ដៃហាយចេះនេះវាធ្វើចឹងស្រាប់តែគាត់ភ័យអូនបើមិនទៅតាមវាក៏លោកបបវាចោលវាប្លន់វាអាងាប់ទៅមិនទៅចេះទៅកូនងើបចេញពីនេះទៅណាដើរទៅឈោនិយាយជាមួយវាមិនហ៊ានមើលមុខវាអោនអាចចាប់ដៃនិយាយជាមួយស្រាប់តែវាសួរថាចេះផ្ទះនៅម្ដុំហ្នឹងមានផ្ទះច្រើនអត់មានតែផ្ទះមួយហ្នឹងតែគេសួរគេមកសួរអូនមកសួរដល់ចដើផ្ទះថាំងនៅម្ដុំហ្នឹងមានតែខ្ញុំទេមកនៅហ្នឹងប្រហែល 4-10 ថ្ងៃទេខ្ញុំមកនៅហ្នឹងអញ្ចឹងពីមុនខ្ញុំនៅទួលខាងណោអញ្ចឹងខ្ញុំនៅទួលខាងណោស្រាប់តែមានម្នាក់និយាយថាចេះអញដឹងហើយអញស្គាល់ហើយស្រាប់ម្នាក់ហ្នឹងនិយាយមកអញ្ចឹងអូនស្រីអ្នកនិយាយថាអញស្គាល់ហើយស្រាប់តែគេនិយាយអីគ្នាគេណាគេសួរគេថាបាសនេះគេទៅវិញហើយស្រាប់តែម្នាក់អូនដើរបកឡើងទៅលើទំនប់វិញវាដើរឡើងទៅលើទំនប់ហើយស្ដាប់ឲ្យច្បាស់ហើយកូនឡៃហ្នឹងវានាំគ្នាដើរឡើងទៅលើទំនប់វិញពួកហ្នឹងមកវងអូនដើរទៅកូនវាបែរខ្នងដើរមកស្រាប់តែជាម្ចាស់អូនអើយខាងក្រោយសោយអាលាក្បាលកូនបីទាំងអស់កូនដូចប៉ុលពតវាយតែកាលមិនតាន់ជំនាន់ប៉ុលពតទេវាមិនតាន់នេះមុនប៉ុលពតនោះវាដើរបកទៅកូនអាភ្លើងប្រកាត់ភ្លក់ប្រកាត់នោះវាឃើញពំវាមិនមែនឃើញដូច7ម៉ែត្រណាកូនអាភ្លើងប្រកាត់ទៅវាឃើញក្រហមព្រាវកូនណាយខាងក្រោយកូនខាងក្រោយកញ្ចឹងកកូនហូរឈាមមកលលាក់កូនដូចគេកាប់សោយដិចក្បាលមកមុខចឹងសឹងតែគេនិយាយមួយម៉ាត់ថាកូនសោយអាលាក្បាលមកមុខកូនណៃទាំងប្រុសទាំងស្រីទាំងអស់ប្រហែលអ្នកគ្នាវាដាច់អានឹងកូនវាសោយក្បាលទៅវាហូរឈាមមកកូនឡាប់ដាបមកកូនស្រាប់តែអាម្នាក់នោះវាដើរឡើងទៅដល់លើដំបូងវាងាកមកមើលអាយ៉ាស់មាត់ដល់គុំតិចណែមាត់វាអាយ៉ាស់ដល់គុំតិចវាងាកមកវាមើលចេះវាមើលរួចចាអូនវាសោយដល់ពេលវាសោចកូនវាលោតដូចកែបចឹងកូនវាលោតផ្លប់បាត់អស់លីងតាគាត់ឃើញចឹងកូនគាត់ឃើញគាត់លុះព្រលឹងគាត់តិចអីគាត់ញ័រដៃញ័រជើងបកដើរមករកប្រពន្ធកូននោះវាមករកប្រពន្ធកូនសួរថាឯងឃើញអីអត់និយាយអូននិយាយគាត់ថាគាត់មិនឲ្យនិយាយទេព្រោះកូនវានៅទូចខ្លាចវាលួសព្រលឹងកូននិយាយខំដេកសិនទៅកុំចេះស្អែកចាំនិយាយព្រឹកឡើងតាឈឺរឹងធ្គាមអូនតាញាក់ចេះខ្មោចលងជ្រូសក់មែនណាកូនខ្មោចលងជ្រូសក់ណាញាក់អាកូនភ័យញាក់ឡើងធុតដល់ពេលញាក់អូនណាយើងខ្មែរពីដើមមានអីកូនមានថ្នាំខ្មែរដើមឈើដើមអីសបកអីចឹងទៅយកមកដាំឲ្យផឹកកូនថ្ងៃណាក៏ប្តីគាត់ដេកស្រែកដែរអើយមកទៀតថ្ងៃណាក៏ដេកស្រែកអូនណាឈឺតែ4ថ្ងៃទេកូនឈឺតែ4ថ្ងៃឯងថ្ងៃចុងក្រោយដែរម្ដាយរបស់បងថងមាននិយាយម្ដាយបងថងមាននិយាយកាលហ្នឹងម្ដាយគាត់មិនទាន់បានជួបឪពុកគាត់នឹងទេព្រោះឪពុកបងថងនេះជនជាតិឡាវតែប្តីក្រោយណាប្តីគាត់មុនហ្នឹងមួយទៀតខ្មែរដូចគ្នាគាត់ថាអូនណាគាត់និយាយឪពុកគាត់ថាឈឺ4ថ្ងៃជ្រូសក់ចាស់ពីដើមលោកថាខ្មោចលងជ្រូសក់គឺអញ្ចឹងមែនណាឪពុកគាត់ថាអូនដេកនឹងខ្នើយច្បក់ខ្នើយងើបក្បាលមកកូនជ្រុះសក់មកស្ដើងស្បែកក្បាលហ្មងកូនបបោមាត់អីប្រេះអស់ឲ្យស្លេកដូចសាកសពចឹងខ្មោចលងលួសព្រលឹងពេកបាយទឹកអីក៏មិននឹកនៀដែរកូនមុននឹងឪពុកគាត់ផត់ណាអូនពាក់កដាយកពុកគាត់ងើបអង្គុយទាំងដែលមនុស្សខ្មោចលងអូនជ្រុះសក់ដេកនឹងកាទេលសក់ជ្រុះអស់ហើយណាបាយអត់ស៊ីទេណាស្គមណារឿងអីអូនងើបមកអង្គុយពាក់កដាយកម៉ោង10ហើយងើបមកអង្គុយមកនិយាយជាមួយប្រពន្ធនិយាយចេះនិយាយចុះមួយប្រពន្ធសួរនាំអញមានកូនប៉ុន្មានអីកូនប៉ុន្មានចឹងហែងកូនទីប៉ុន្មាននៅសួរហែងកូនទីប៉ុន្មានអានេះកូនទីប៉ុន្មាននៅសួរនៅនិយាយអូនផុតតែពីនិយាយរួចអូនអោតក្បាលទៅក្រោមចឹងអោនក្បាលចឹងមើលឡើងទៅលើទួលមើលឡើងទៅលើទំនប់អញ្ចឹងស្រាប់តែបក់ដៃហៅគេខ្វាច់ប្រពន្ធគេសួរថាឯងហៅណាគេស្រាប់តែងាកមុខមកនិយាយជាមួយប្រពន្ធវិញថាគេមកយកអញឯងអើយគេមកយកអញហើយអញដល់ម៉ោងទៅហើយនោះគេចាំអញលើតបោកគេចាំអញលើទំនប់គេមកយកអញហើយអញ្ចឹងអញទៅអញលាឯងហើយផុតតែពីលាឯងនិយាយចាប់អីរួចថាដេកដាក់ក្បាលដេកអូនដាក់ក្បាលដេកឆ្កែលូពីណាពីណីមកឆ្កែព្រៃវាលូផុតតែពីឆ្កែនឹងលូប្តីគាត់ដាច់ខ្យល់ស្លាប់មកអូនដកចកាមន់តែពីរដងហឹកទៅហ្មងភ្លឹងទៅហ្មងអូនគេមកយកលោភលន់ពេកអាលោភលន់ឲ្យប្រាប់កន្លែងគេទៀតណាដល់ពេលចឹងទៅខ្លួនឯងយល់ថាគាត់ស្លាប់គេកាច់កូនបើយើងនិយាយថាគេលងបំបាក់គេលងកាច់តែគេលងកាច់ទៅគេបំបាក់ទៅគេយកទៅបានដល់ពេលគេយកទៅណាអូនម្ដាយគាត់
ដល់ពេលអូខ្ញុំភ្លេចនិយាយឡើងសពហ្នឹងអូនឯងរត់ទៅរោគេមកជួយសពនេះមានបានបូជាណាកូនយកទៅបញ្ចុះទំនប់មួយទៀតដូចថាទំនប់កដាអញ្ចឹងទៅវាខាន់នោះខាន់នេះអញ្ចឹងណាលើកសពនេះយកទៅបូជាយកទៅកប់នៅណោះអត់ហ៊ានកប់នៅកន្លែងទួលដែលគាត់កោះកណប់គេហ្នឹងណោះទៅកប់ណោះផុតតែពីកប់រួចអូនជូនកូនជូនចៅរោចូលទៅនៅក្នុងភូមិមួយគេដល់ពេលជូនកូនជូនចៅទៅនៅជាមួយគេណាជូនទៅនៅជាមួយគេបានប្រហែលថាលើកខ្វះក្រោយការស្លាប់របស់តាគាត់និយាយទៅលើកខ្វះថាមួយខែទៅចោះណាថាមួយខែណាកូនស្រាប់តែមកយាយគាត់អូនទៅមួយទៀតតែមុនទៅយាយគាត់អត់មានឈឺដូចតាទេអត់ឈឺដូចតាគាត់ទេហើយគាត់ប្រាប់ទៀតថាតាយាយគាត់និយាយថាចេះគេមកប្រាប់ថាតាហើយនឹងគេយកទៅនៅទួលហើយដល់ពេលចឹងអូនយាយគាត់ហ្នឹងនិយាយទៅបើស្លាប់វាមិនអាក្រក់ដូចតាណាកូនមិនអាក្រក់ដូចតាទេគាត់សម្រានទៅផត់ដូចគ្នាអ្នកខ្លះគេថាគាត់នឹងខ្យល់កោសារអត់អីហូបតែកូនចៅរបស់គាត់ដឹងថាម្ដាយស្លាប់ភាសាខ្មោចកាត់ព្រោះអីយប់មកប្រាប់ពេលយប់ឡើងគាត់តែនិយាយចឹងគាត់ថាតាពុកហែងឪហែងនេះគេយកទៅនៅទួលមិនដឹងពេលណាគេមកយកអញអញ្ចឹងណាអូននិយាយចឹងនិយាយរហូតដល់ថ្ងៃគាត់ស្លាប់ដូចគ្នាដល់ពេលចឹងទៅកូនឯងយល់ថាពេលតាំងពីយាយតាគាត់ស្លាប់ទៅណាស្លាប់ទាំងម្ដាយស្លាប់ទាំងឪពុកទៅចឹងទៅបងប្អូនណាឲ្យប្រសពនៅលើឪពុកមួយទៀតឪពុកទី2ត្រូវជាបងរបស់ម្ដាយគាត់អ៊ំហ្នឹងជាអ្នកមើលថែបងប្អូនចឹងណាកូនរហូតតចូលដល់ចំណោមប៉ុលពតហ្នឹងបែកតែពតមកទៅអ៊ំមីងពូគាត់ខ្លះទៅគាត់ស្លាប់អញ្ចឹងណាមានតែម្ដាយគាត់ជាមួយឪពុកគាត់ដែលបានជួបជាមួយនឹងប្តីគាត់ឪពុកគាត់ឡាវហ្នឹងណាចំណោមប៉ុលពតមកភៀសខ្លួនទៅនៅអាមេរិកហ្នឹងឡើងកប៉ាល់ហោះទៅនៅអាមេរិកមួយគេរហូតដល់សប្តាហ៍ថ្ងៃហ្នឹងទៅអានេះគឺជាសាច់រឿងមួយដែលតោះនេះខ្ញុំមិនដឹងថាគ្រប់គ្នាគិតថាវារន្ធត់ឬក៏អត់ទេតែវាជាសាច់រឿងមួយដែលដាស់តឿនថាអ្វីក៏ដោយដែលមិនមែនជារបស់យើងកុំលោភលន់ចង់បានពេកគេឲ្យបណ្ណាយកប៉ុណ្ណឹងទៅការពិតណាស្ដាប់ខ្ញុំស្ដាប់រឿងហ្នឹងណាអូនខ្ញុំគិតថាពីដំបូងណាអូនគេមានអំណាចតាំងពីដំបូងម្លេះតែគេអូនគេមកប្រាប់ឲ្យថាតាផ្ទះតាឯងហ្នឹងធ្វើលើផ្ទះខ្ញុំហើយផ្ទះខ្ញុំទេតែឥឡូវចេះតាឯងចាស់ហើយឥឡូវចេះចាំខ្ញុំឲ្យមាសពេជ្រកែវកោឲ្យរើចាញ់គេក៏ពិតថាអូនបើនិយាយពីដំបូងគេមានករណាមេត្តាសម្ដោះបណីដែរតាគេមកប្រាប់យើងថាយើងទៅនៅដីគេសុខចិត្តគេឲ្យទ្រព្យសម្បត្តិយើងគេឲ្យមាសពេជ្រកែវកោតែយើងរើចាញ់ទៅវាសុខបាត់ដែររឿងអីយើងទៅយករបស់គេយើងមកកាន់កាប់កន្លែងគេហើយយើងយករបស់គេលោភលន់ចង់បានរបស់គេស្រួលទេអ្នកទាំងអស់គ្នាពីដំបូងណាគ្រប់គ្នាគិតអញ្ចឹងអត់គ្រប់គ្នាគិតអញ្ចឹងអត់ពីដំបូងមកគេដូចជាមិនទៅលោភលន់អីចង់បានគេមិនមកចង់អំពាវនាវជីវិតយើងគេគ្រាន់តែឲ្យយើងចេញតែត្រូវទេគ្រប់បែបយ៉ាងគឺវាការចេញពីការលោភលន់ណាតាអញ្ចឹងម្ល៉េះឲ្យបងប្អូនទាំងនេះគិតមើលទៅណាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើយើងកុំចង់បានរបស់គេខ្លាំងពេកស្អីក៏ដោយណាស្អីក៏ដោយកុំចង់បានរបស់គេខ្លាំងពេកកុំលោភលន់គេឲ្យប៉ុណ្ណាយកប៉ុណ្ណឹងកុំប្រមាថគេទោះយើងមើលគេមិនឃើញក៏ដោយយើងកុំប្រមាថគេណាអ្វីក៏ដោយតែយើងធေါ်ដោយប្រមាថវាអាចនាំឲ្យយើងវិនាសអន្តរាយចង់ឲ្យបងយករឿងហ្នឹងទៅថតជាសាច់រឿងរួចហងចាញ់លុយអីហងចាញ់លុយថតអីធ្វើដូចថតរដងអស់50រៀលអញ្ចឹងថតរឿងម្ដងស1000 2000មិនបានចង់ខលធីផង10000មួយទៀតកុំចង់បានប្តីគេគេដេកអោបជាប់ទ្រូងគេស្រឡាញ់ប្តីគេដែរគេស្រឡាញ់ពុនកូនគេដែរហើយយើងកុំទៅបំបែកប្តីពុនគេណាយ៉ាទេវតាបារាមុខឲ្យលឺដែរពុំមីដែរណា